បាទសូមជម្រាបសួរថ្ងៃនេះវីដេអូសន្ទនាប្រចាំថ្ងៃរបស់យើងនិយាយពីការរៀបការតោះយើងទៅមើលការសន្ទនាហើយបន្ទាប់មកនឹងការបកប្រែពាក្យនីមួយៗ 나 다음 달에 결혼해. 그래? 축하해. 지난번에 내가 본 사람이지? 그 사람이 아니라 얼마 전에 소개팅을 해서 만난 사람이야. 그래? 두 사람은 사귄 지 얼마나 됐어? 사귄 지 3달밖에 안 됐어. 서로 첫눈에 반했어. 부럽다. 나는 언제 그런 사람을 만날 수 있을까? បាទបន្ទាប់ពីការសន្ទនាយើងទៅមើលការបកប្រែ clear នីមួយៗនៃការសន្ទនារបស់យើងបាទពាក្យដំបូងគេនេះគឺពាក្យថាប្រែថាក្រោយឬក៏ពេលក្រោយអញ្ចឹងពេលដែលយើងបូកជាមួយនឹងតាល់នេះទៅជាថាតាល់ពេលក្រោយឬក៏ថាជូរសប្តាហ៍ក្រោយបាទពាក្យបន្តទៀតគឺខ្ជូរុនហេប៉ុន្តែការបញ្ចេញសម្លេងគឺខ្ជូរុនណែកិរិយាសព្ទដើមរបស់វាគឺខ្ជូរុនហាដាដែលប្រែថារៀបការបាទពាក្យបន្ទាប់នៅក្នុងឃ្លាសន្ទនារបស់យើងគឺខឺរ៉េនេះទម្រង់ដើមគឺខឺរដ្ឋាដែលប្រែថាអញ្ចឹងឬក៏ចឹងបាទពាក្យបន្តទៀតគឺឈូខាហេនេះទម្រង់ដើមឈូខាហាដាដែលប្រែថាអបអរសាទរពាក្យបន្តទៀតគឺឈីណាន់ប៉ននេះប្រែថាលើកមុនបាទពាក្យបន្តទៀតគឺពាក្យផូននេះគឺជាទម្រង់អតីតកាលរបស់កិរិយាសព្ទផូដាហើយផូនមានន័យថាឃើញឬក៏ជួបពាក្យបន្តទៀតគឺពាក្យសារ៉ាមនេះប្រែថាមនុស្សឬក៏ម្នាក់បាទពាក្យបន្តទៀតគឺពាក្យអានីរ៉ានេះទម្រង់ដើមគឺអានីតាដែលប្រែថាមិនមែនបាទពាក្យបន្តទៀតគឺពាក្យអ៊ុលម៉ាឆូណេនេះប្រែថាមុននឹងដែលមិនបានកំណត់ពេលវេលាច្បាស់លាស់ទេអាចប្រហែលខែមុនឬក៏ប្រហែលថ្ងៃមុននេះជាដើមបាទពាក្យបន្តទៀតគឺសូកេធីងឺលហាដាចឹងសូកេធីនេះមានន័យថាការណាត់ជួបដោយមានគេអ្នករៀបចំដោយមានគេណែនាំអីជាដើមបាទពាក្យបន្តទៀតគឺពាក្យម៉ាន់ណាន់នេះជាទម្រង់អតីតកាលរបស់ពាក្យម៉ាន់ណាដាដែលប្រែថាជួបអញ្ចឹងម៉ាន់ណាន់សារ៉ាមនេះគឺមនុស្សម្នាក់ដែលបានជួបឬក៏មនុស្សដែលបានជួបបាទពាក្យបន្តទៀតគឺពាក្យសាខិននេះគឺជាទម្រង់អតីតកាលរបស់កិរិយាសព្ទសាខីដាដែលប្រែថារាប់អានឬក៏ម្យ៉ាងទៀតអាចប្រែថាស្គាល់គ្នាបាទទម្រង់វេយ្យាករណ៍នៅក្នុងឃ្លារបស់យើងគឺកិរិយាសព្ទបើសិនជាមានជើងយើងដាក់អឿនមកបូកនឹងជីបើសិនជាអត់មានជើងទេយើងដាក់អក្សរនេះអឿនពីក្រោមមកបូកនឹងជីដែលប្រែថាតាំងពីកិរិយាសព្ទនឹងយើងមើលឧទាហរណ៍ខាងក្រោមឈននឿនហាន់គង់ម៉ារិលគង់ប៊ូហាន់ជីអ៊ីលញ៉ុនតេអសសូយ៉ូខ្ញុំតាំងពីរៀនភាសាកូរ៉េមកមានរយៈពេល1ឆ្នាំហើយបាទពេលយើងចង់សួរគេថាតើពេលដែលគេតាំងពីគេធ្វើអ្វីមួយមានរយៈពេលប៉ុន្មានឆ្នាំហើយយើងអាចយកអ៊ុលម៉ាណាថេសនោះមកសួរឧទាហរណ៍ដូចជាហាន់គុកកេអូនជីអ៊ុលម៉ាណាថេសយ៉ូតាំងពីមកប្រទេសកូរ៉េមកមានរយៈពេលប៉ុន្មានហើយបាទពាក្យបន្តទៀតគឺពាក្យសរ៉ូនេះប្រែថាទៅវិញទៅមកបាទពាក្យបន្តទៀតគឺឆតនូននេះបានន័យថាឃើញដំបូងឬក៏ជួបគ្នាដំបូងពាក្យបន្តទៀតគឺពាក្យផាន់ណេសនេះជាទម្រង់អតីតកាលរបស់កិរិយាសព្ទផាន់ណាដាដែលប្រែថាលងស្រឡាញ់ពាក្យបន្តទៀតគឺពាក្យភូរ៉ុបតាមានន័យថាគួរឲ្យច្រណែនបាទពាក្យចុងក្រោយគេនេះគឺពាក្យអនជេនេះប្រែថាពេលណា